ព្រះគម្ពីរវិវរណៈជំពូកទី4ក្រោយនោះមកខ្ញុំក្រឡេកទៅឃើញមានទ្វារមួយចំហនៅឋានសួគ៌ហើយសំឡេងដែលខ្ញុំបានឮដូចជាសូរត្រែជាមុនដំបូងនោះក៏មានបន្ទូលមកខ្ញុំថាចូលឡើងមកឯនេះអញនឹងបង្ហាញឲ្យឯងឃើញការដែលត្រូវមកខាងក្រៅទៀតស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណហើយឃើញមានបល្ល័ង្កមួយដាក់នៅលើឋានសួគ៌ក៏មានមួយអង្គគង់នៅលើបល្ល័ង្កនោះឯព្រះអង្គដែលគង់នៅនោះមើលទៅមានភាពដូចជាត្បូងម៉ូនីជូតនិងត្បូងទទឹមក៏មានឥន្ទ្រនូនៅព័ទ្ធជុំវិញបល្ល័ង្កដែលមើលទៅដូចជាត្បូងមរកតនៅព័ទ្ធជុំវិញបល្ល័ង្កនោះក៏មានបល្ល័ង្ក24ទៀតហើយខ្ញុំឃើញអ្នកចាស់ទុំ24នាក់អង្គុយលើបល្ល័ង្កទាំងនោះទាំងស្លៀកពាក់សហើយមានមកុដមាសនៅលើក្បាលមានភ្លេចបន្ទោសៀងសំឡេងនិងផ្គរលាន់ចេញពីបល្ល័ង្កមួយនោះមកក៏មានចង្គៀង7ឆេះនៅពីខាងមុខនោះគឺជាវិញ្ញាណទាំង7របស់ព្រះឯនៅខាងមុខបល្ល័ង្កនោះមានសមុទ្រកែវដូចជាកែវចរណៃហើយនៅកណ្ដាលនិងជុំវិញនៃបល្ល័ង្កនោះក៏មានតួជីវិត4ដែលមានភ្នែកពេញទាំងមុខទាំងក្រោយឯតួទី1ស្រដៀងនឹងសត្វសិង្ហតួទី2ស្រដៀងនឹងកូនគោតួទី3មានមុខដូចជាមនុស្សហើយតួទី4ស្រដៀងនឹងឥន្ទ្រីដែលហើរតួមានជីវិតទាំង4នោះមានស្លាប6គ្រប់រូបក៏មានភ្នែកពេញខ្លួននៅជុំវិញហើយទាំងខាងក្នុងដែរក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថាបរិសុទ្ធបរិសុទ្ធបរិសុទ្ធគឺព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុតដែលទ្រង់គង់នៅតាំងតែពីដើមក៏នៅឥឡូវនេះហើយត្រូវជាងមកទៀតកាលណាតួមានជីវិតទាំង4នោះបានថ្វាយសិរីល្អល្បីព្រះនាមនិងពាក្យអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កលជានិច្ចរៀងរៀបដរាបទៅរួចហើយនោះពួកចាស់ទុំទាំង24នាក់ក៏ទម្លាក់ខ្លួនក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្កទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កលជានិច្ចរៀងរៀបតទៅនោះហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្កដោយទូលថាអោព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នាអើយទ្រង់គួរនឹងទទួលសិរីល្អកតនាមនិងព្រះចេស្តាត្បិតទ្រង់បានបង្កើតរបស់សពសារពើមកហើយគឺដោយបំណងព្រះハតីទ្រង់ហើយដែលរបស់ទាំងនោះបានកើតមកហើយមាននៅផង